បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះយើងមកសិក្សាគណិតវិទ្យាថ្នាក់ទី6គឺមេរៀនទី7ផ្ទៃក្រឡាហើយលោកគ្រូនឹងនាំបងប្អូនទៅសិក្សាផ្ទៃក្រឡាចតុកោណភ្នាយហើយក្នុងនឹងដែរលោកគ្រូនាំកូនទៅសិក្សាលំហាត់និងចំណោទទី1ទី2ទី3ទី4នៅទំព័រទី40បាទអញ្ចឹងកូនដឹងហើយថាផ្ទៃក្រឡាចតុកោណភ្នាយដើម្បីគណនាផ្ទៃក្រឡាចតុកោណភ្នាយបានកូនចូលស្គាល់ធាតុរបស់ចតុកោណភ្នាយណាបាទអញ្ចឹងចតុកោណភ្នាយបើយើងពិនិត្យមើលទៅថាវាប្រៀបដូចជាត្រីកោណណាត្រីកោណដែលគេបានកាត់កពូលវាអញ្ចឹងបាទត្រីកោណគេកាត់កពូលវាទៅចតុកោណភ្នាយបាទហើយធាតុរបស់វាអាជ្រុងដែលខ្លីនេះជ្រុងខាងលើខ្លីនេះយើងហៅថាបាតតូចនេះយើងតាំងដល់ស្ម B ហើយសង្កត់ដែលគូសពីកពូលមកកែងជាមួយជ្រុងបាតនេះយើងហៅថាកម្ពស់ហើយប្រវែងជ្រុងវែងនេះយើងហៅថាបាតធំបាទអញ្ចឹងដើម្បីគណនាផ្ទៃកលាចតុកោណភ្នាយយើងធ្វើម៉េចបាទអញ្ចឹងយើងដឹងហើយថាផ្ទៃកលារកផ្ទៃកលាត្រីកោណគឺកូនត្រូវរកផ្ទៃកលាយកផ្ទៃកលាចតុកោណកែងឬផ្ទៃកលាការ៉េចែក2មែនទេកូនបាទអញ្ចឹងផ្ទៃកលាចតុកោណភ្នាយវិញស្មើផ្ទៃកលាអីគេអញ្ចឹងបើសិនជាយើងយកចតុកោណភ្នាយមួយហ្នឹងហើយយើងបន្លាយវាអញ្ចឹងមកណាយកចតុកោណភ្នាយ2ហ្នឹងយកមកគុំចូលគ្នាហើយផ្ទុយគ្នាមកអញ្ចឹងយើងបានរូបនេះរូបជារូបអ្វីដែរកូនមើលមើលបាទអញ្ចឹងវាគឺជាប្រឡេឡូក្រាមបាទអញ្ចឹងកូនចង់រកផ្ទៃកលាចតុកោណភ្នាយមួយកូនយកផ្ទៃកលាប្រឡេឡូក្រាមចែកឲ្យ2ទៅអញ្ចឹងយើងបានផ្ទៃកលាចតុកោណភ្នាយហើយបាទអញ្ចឹងផ្ទៃកលាប្រឡេឡូក្រាមយើងធ្វើម៉េចអញ្ចឹងកូនមើលនេះអញ្ចឹងអាប្រវែងពីនេះមកដល់នេះគេហៅថាបាតធំប្រវែងពីនេះមកដល់នេះគេហៅថាបាតតូចអញ្ចឹងបាតធំរបស់ចតុកោណភ្នាយទាំងពីរបូកជាមួយមានន័យថាបាតធំនិងបាតតូចបូកចូលគ្នាទៅស្មើនឹងបាតរបស់ប្រឡេឡូក្រាមបាទអញ្ចឹងកូនដឹងផ្ទៃក្រឡាប្រឡេឡូក្រាមណាគឺយើងយកបាតគុណនឹងកម្ពស់មែនអត់ផ្ទៃក្រឡាប្រឡេឡូក្រាមណាបាទអញ្ចឹងយើងធ្វើមិនឃើញបាតយើងដឹងកម្ពស់វាគឺស្មើគ្នាចុះបាតអញ្ចឹងបាតរបស់ប្រឡេឡូក្រាមដើម្បីរកស្មើបាតប្រឡេឡូក្រាមគឺកូនយកនេះប្រវែងបាតធំនេះបូកប្រវែងបាតតូចទៅអញ្ចឹងស្មើបាតរបស់ប្រឡេឡូក្រាមណាអញ្ចឹងហើយបានយើងបានរូបមន្តចតុកោណភ្នាយគឺយើងយកបាតធំបូកជាមួយបាតតូចហើយបន្ទាប់មកកូនយកមកគុណកម្ពស់មកបាទកម្ពស់ហើយយើងចែកនឹង2បាទអញ្ចឹងយើងបានផ្ទៃកលាចតុកោណភ្នាយបាទអញ្ចឹងគាត់នៅលោកគ្រូបញ្យល់ត្រួសទេដោយសារកូនបានរៀនរួចហើយណាផ្ទៃកលាចតុកោណភ្នាយបាទអញ្ចឹងសរុបមកវិញមកផ្ទៃកលាចតុកោណភ្នាយស្មើនឹងផ្ទៃកលាប្រឡេឡូក្រាមចែកឲ្យ2នេះកូនណាបាទហើយផ្ទៃកលាប្រឡេឡូក្រាមកូនដឹងហើយគឺបាតគុណនឹងកម្ពស់បាទបាតគុណនឹងកម្ពស់ហើយបាតវាគឺបាតប្រឡេឡូក្រាមនេះគឺស្មើបាតធំបូកជាមួយនឹងបាតតូចតោះនេះកូនបាទអញ្ចឹងមានន័យថាបាតធំរបស់ចតុកោណភ្នាយមួយនេះបូកបាតតូចចតុកោណភ្នាយមួយនេះអញ្ចឹងយើងបានទៅជាប្រវែងបាតរបស់ប្រឡេឡូក្រាមបាទអញ្ចឹងយើងគុណទៅយកបាតធំបូកគុណនឹងកម្ពស់ទៅយើងបាននេះផ្ទៃកលាប្រឡេឡូក្រាមចតុកោណភ្នាយទាំងពីរអញ្ចឹងយើងចែក2ទៅឃើញផ្ទៃកលាចតុកោណភ្នាយនេះមួយបាទតោះអញ្ចឹងកុំឲ្យខាតពេលដើម្បីឲ្យកូនកាន់តែយល់ច្បាស់តកតងនឹងមេរៀនរបស់យើងនេះលោកគ្រូនាំកូនទៅសិក្សាលំហាត់និងចំណោទទាំងអស់គ្នាណាបាទតោះអញ្ចឹងឲ្យខាតពេលយើងចូលទៅលំហាត់ទី1អញ្ចឹងលំហាត់ទី1គេឲ្យកូនកណនាផ្ទៃក្រឡាចតុកោណភ្នាយណាដែលមានដូចរូបអញ្ចឹងមកបាទគឺក
រូបចតុកោណភ្នែកកនេះគឺគេប្រាប់បាតតូច4ម៉ែត្រណាកម្ពស់របស់វាគឺ 2.8 ម៉ែត្រនិងបាតធំរបស់វាគឺ5ម៉ែត្រចំណែកលំហាត់ខវិញបាទបាតតូចរបស់វាបាទគឺ 3.2 ម៉ែត្រហើយកម្ពស់វាគឺ3ម៉ែត្របាទបាតធំគឺ 4.8 ម៉ែត្រតោះឥឡូវមកខាត់ទៅយើងសរសេររូបមន្តវាមកផងយើងដឹងរូបមន្តវាហើយអញ្ចឹងយើងសរសេររូបមន្តមកបាទអញ្ចឹងផ្ទៃកាឡាចតុកោណភ្នែកស្មើបាតតូចបូកបាតធំគុណនឹងកម្ពស់ចែកឲ្យ2បាទអញ្ចឹងយើងចំនួនលេខចូលមកចំនួនលេខតាមរូបមន្តវាមកអញ្ចឹង A ប៉ុន្មានអញ្ចឹង A គឺ5ម៉ែត្របូកបាតតូច4ម៉ែត្រគុណនឹងកម្ពស់វាគឺ 2.8 អញ្ចឹងគុណចំនួនលេខចូលមកហើយអានេះចែកនឹង2គុណសរសេរដដែលមកណាកុំឲ្យបាត់រូបមន្តគេណាបាទកូនខ្លះពេលចំនួនពេលសរសេររូបមន្តត្រូវដល់ពេលចំនួនរូបលេខចូលជួនកាលភ្លេចសរសេរ2នេះបាទអញ្ចឹងតែភ្លេចសរសេរ2នេះខុសហើយបាទតោះអញ្ចឹងយើងគណនាមកអញ្ចឹងយើងបូកយកបាតធំបូកបាតតូចមកអញ្ចឹង5បូក4 9ណាបាទ9អញ្ចឹងគុណនឹងកម្ពស់អញ្ចឹងកូនសរសេរដដែលមកបន្តមកយើងយកផលបូកបាតទាំងពីរហ្នឹងយកទៅគុណនឹងកម្ពស់មកបាទអញ្ចឹងស្មើ 25.2 ម៉ែត្រការ៉េបាទអញ្ចឹងផលបូកបាតទាំងពីរគុណនឹងកម្ពស់នេះគឺស្មើ25កូនអត់ដាក់25ម៉ែត្រទេណាមានន័យថាហ្នឹងគុណទៅគឺជាផ្ទៃកាឡាហើយបាទវាលែងជាប្រវែងទៀតហើយអញ្ចឹងជាផ្ទៃកាឡាហើយអញ្ចឹង 25.2 ម៉ែត្រការ៉េនេះគឺជាផ្ទៃកាឡាប៉ាឡេឡូក្រាមអញ្ចឹងកូនចង់រកផ្ទៃកាឡាចតុកោណភ្នែកនេះកូនចែក2ទៀតមកកូនយកអានឹងចែក2មកអញ្ចឹងស្មើ 12.56 ម៉ែត្រការ៉េបាទតោះឥឡូវយើងចូលដល់លំហាត់ខដូចគ្នាមកកូនតែចេះធ្វើលំហាត់កចេះធ្វើលំហាត់ខឯងកូនយកលេខចូលមកអញ្ចឹងដូចដដែលទេបាទអញ្ចឹងបាតធំ 4.8 ម៉ែត្របាទបូកជាមួយនឹងបាតតូច 3.2 ម៉ែត្រគុណជាមួយនឹងកម្ពស់ណាកម្ពស់វាគឺ3ម៉ែត្រហើយ2នេះគឺជារូបមន្តរបស់យើងណាបាទអញ្ចឹងយើងសេ2ដែរមកបាទលោកគ្រូបញ្ជាក់ណាលេខកម្ពស់ហើយនឹង2នេះបើសិនជាលេខនឹងជាលេខគូកូនអាចសម្រួលគ្នាទៅក៏បានដែរណាសម្រួល1 2នេះក៏បានដែរបើសិនជាលេខគូបាទបើសិនជាតែអាកន្លែងក្នុងវងកញ្ចក់បាតធំបូកបាតតូចនេះកូនអាចសម្រួលបានដែរត្រូវតែគណនាកន្លែងហ្នឹងណាគណនាបូកសិនបើសិនជាកូនបូកទៅឃើញលេខគូក៏កូនអាចសម្រួលបានដែរបាទតោះអញ្ចឹង4.8 បូកឲ្យ 3.2 ម៉ែត្រនេះអញ្ចឹងស្មើ8ម៉ែត្រណាអញ្ចឹងស្មើ8ម៉ែត្រអញ្ចឹង8ម៉ែត្រនេះកូនអាចសម្រួលនឹង2ក៏បានដែរណាអញ្ចឹង8សម្រួលនឹង2 8ចែក2ស្មើ4ហើយកូនយក4មកគុណ3នេះមកស្មើ12ក៏បានឬមួយក៏កូនគុណអញ្ចេះទៅក៏បានដែរ3 8 3ដង24ចែក2ស្មើ12ណាម៉ែត្រការ៉េបាទអញ្ចឹងក៏កូនធ្វើវិធីណាដល់ឲ្យលឿនប៉ុន្តែបើសម្រួលអញ្ចេះវាលឿនជាងណាសម្រួលអញ្ចេះលឿនជាងបាទប៉ុន្តែដោយសារលោកគ្រូចង់ឲ្យកូនខ្លាចកូនអត់សូវយកកន្លែងនេះអញ្ចឹងយើងគុណធម្មតាមកណា8 3ដង24មកណាបាទឬមួយក៏កូនចេះសម្រួលគុណយក8ចែក2មកអញ្ចឹង8ចែក2ស្មើ4 4គុណ3 12គ្នាណាបាទយើងចូលដល់លំហាត់ទី2ចំណោទណាចំណោទទី2អញ្ចឹងគេដឹងថាចតុកោណភ្នែកមួយមានផ្ទៃក្រឡាស្មើនឹង8ម៉ែត្រការ៉េបាទអញ្ចឹងនេះចតុកោណភ្នែកហ្នឹងផ្ទៃកាឡារបស់វាផ្ទៃទាំងអស់របស់វាកូនផ្ទៃទាំងអស់ហ្នឹងគឺ8ម៉ែត្រការ៉េគេប្រាប់បាតធំប្រវែងបាតធំគេប្រាប់ប្រវែងបាតតូចប៉ុន្តែគេសួររកកម្ពស់សួររក h បាទអញ្ចឹងតើចតុកោណភ្នែកហ្នឹងមានកម្ពស់វាស្មើប៉ុន្មានបាទអញ្ចឹងរកកម្ពស់របស់ចតុកោណភ្នែកអញ្ចឹងកូនដឹងហើយថាផ្ទៃកាឡាចតុកោណភ្នែកគឺ A ស្មើបាតធ
ធំបូកបាតតូចគុណនឹងកម្ពស់ចែក2អញ្ចឹងយើងរកកម្ពស់ធ្វើម៉េចបាទអញ្ចឹងដើម្បីរកកម្ពស់កូនត្រូវយកផ្ទៃកាឡាយកមកគុណជាមួយ2ណាផ្ទៃកាឡាគុណ2ហើយចែកជាមួយនឹងផលបូកបាតទាំង2បាទអញ្ចឹងដើម្បីរកកម្ពស់កូនត្រូវយកផ្ទៃកាឡាគុណ2ទៅហើយចែកឲ្យផលបូកបាតទាំង2តោះឥឡូវកូនជំនួសលេខចូលមកផ្ទៃកាឡាវាស្មើប៉ុន្មាននេះគេប្រាប់8ម៉ែត្រការ៉េអញ្ចឹងគុណនឹង2ណាគុណនឹង2បាទគុណនឹង2ចែកឲ្យផលបូកបាតទាំង2អញ្ចឹងផលបូកបាតទាំង2បាតធំ5បាតតូច3អញ្ចឹងកូនយក5បូក3មកបាទអញ្ចឹង8យើងគុណមក8 2ដង16ណា16ម៉ែត្រការ៉េបាទ5បូក3 8ម៉ែត្រណា5បូក3 5ម៉ែត្របូក3ម៉ែត្រ8ម៉ែត្រអញ្ចឹងកូនយក16ចែកនឹង8មកបាទអញ្ចឹងស្មើ2ម៉ែត្រណាបាទអញ្ចឹងប្រវែងកម្ពស់របស់វាគឺស្មើ2ម៉ែត្របាទកម្ពស់របស់ចក្រកោណភ្នាយហ្នឹងណាគឺស្មើ2ម៉ែត្រអញ្ចឹងពេលដែលកូនធ្វើកណនីរកកម្ពស់ហើយបើកូនចង់ដឹងថាតើចម្លើយយើងត្រូវឬខុសកូនយកកណនីរកផ្ទៃកាឡាវាវិញមកកូនយក2មកជំនួសកន្លែង x ហើយកូនយក5បូក3ហើយគុណនឹង2ឃើញប៉ុន្មានកូនយកទៅចែក2មកតើឃើញ8វិញអត់បើឃើញ8អាហ្នឹងត្រឹមត្រូវហើយណាបាទបើអត់ឃើញទេអាហ្នឹងមានន័យថាលំហាត់របស់យើងខុសហើយបាទអរគុណច្រើនអញ្ចឹងយើងចូលទៅចំណោទទី3យើងទៀតបាទចំណោទទី3អញ្ចឹងគេថាដីស្រែរាងដូចរូបបាទរាងដូចរូបហើយគេឲ្យយើងរកផលស្រូវដែលប្រមូលបានបើគេដឹងថា1ម៉ែត្រការ៉េផ្ដល់ផលស្រូវ 0.25 គីឡូក្រាមមានន័យថាទំហំផ្ទៃដី1ម៉ែត្រការ៉េផ្ដល់ផលស្រូវ 0.25 គីឡូក្រាមអញ្ចឹងស្រែហ្នឹងរាងអញ្ចឹងបាទស្រែហ្នឹងរាងជាចក្រកោណភ្នាយណាបាទអញ្ចឹងគេប្រាប់ហើយបាតធំរបស់វាគឺ102ម៉ែត្រកម្ពស់វា40ម៉ែត្រហើយបាតតូច65ម៉ែត្រអញ្ចឹងគេអត់សួររកផ្ទៃកាឡាផងគេសួររកផលស្រូវដែលស្រែនឹងផ្ដល់ទិន្នផលណាបាទអញ្ចឹងកូនធ្វើម៉េចដើម្បីឲ្យដឹងថាទិន្នផលស្រូវរបស់ស្រែនឹងផ្ដល់ផលប៉ុន្មានអញ្ចឹងតើកូនដឹងទំហំវាមែនទេកូនតើដឹងទំហំដីហ្នឹងស្រែហ្នឹងអញ្ចឹងដើម្បីដឹងទំហំស្រែហ្នឹងកូនត្រូវរកផ្ទៃក្រឡាស្រែហ្នឹងសិនណាផ្ទៃក្រឡាស្រែហ្នឹងអញ្ចឹងយើងសេរូបមន្តមកណាអញ្ចឹងលោកគ្រូបញ្ជាក់ទៀតចំណោទផ្ទៃកាឡាឲ្យតែមានរូបមន្តកូនត្រូវសរសេររូបមន្តឲ្យគេណាសេរូបមន្តឲ្យកូនជំនួសលេខមកជំនួសលេខតាមរូបមន្តគេអញ្ចឹងទៅអញ្ចឹងកូនកណនីអត់ងាយខុសទេបាទអញ្ចឹងតោះឥឡូវយើងជំនួសលេខចូលរូបមន្តយើងមកបាទអញ្ចឹងបាតធំ102ម៉ែត្របាតតូច65ម៉ែត្របាទគុណនឹងកម្ពស់ប៉ុន្មាន40ម៉ែត្រអញ្ចឹងយើងដាក់40ម៉ែត្រមកបាទចែកនឹង2បាទឥឡូវយើងយកបាតធំបូកបាតតូចមកអញ្ចឹង102បូក65បាទអញ្ចឹងស្មើ167ណា167គុណនឹងកម្ពស់យើងសេនដែរសិនមកបាទហើយចែក2នេះយើងទុកដែរបាទតោះមកកូនយកផលបូកបាតទាំងពីរហ្នឹងយកទៅគុណនឹងកម្ពស់មកបាទអញ្ចឹងយើងគុណទៅឃើញ6680ម៉ែត្រការ៉េហើយយើងសម្រួលនឹង2មកឬក៏ចែកនឹង2មកអញ្ចឹងស្មើ3340ម៉ែត្រការ៉េអញ្ចឹងទំហំស្រែហ្នឹងគឺ3340ម៉ែត្រការ៉េបាទអញ្ចឹងឥឡូវគេសួររកផលស្រូវដែលប្រមូលបានបាទអញ្ចឹងយើងរកផលស្រូវដែលប្រមូលបានមកអញ្ចឹងយើងធ្វើម៉េចដើម្បីរកផលស្រូវប្រមូលបានអញ្ចឹង1ម៉ែត្រការ៉េកូនមើលនេះ1ម៉ែត្រការ៉េផ្ដល់ផលប៉ុណ្ណឹងចុះបើសិនជា3340ម៉ែត្រការ៉េផ្ដល់ផលប៉ុន្មានអញ្ចឹងកូនយកផ្ទៃដីស្រែហ្នឹងបាទយកទៅគុណជាមួយនឹងផលស្រូវក្នុង1ម៉ែត្រការ៉េមកណាបាទអញ្ចឹងយើងគុណទៅអញ្ចឹងស្
ស្មើនឹង835 គីឡូក្រាមអញ្ចឹងមានន័យថាស្រែដែលមានផ្ទៃទំហំ1ម៉ែត្រការ៉េផ្ដល់ផល0.25 គីឡូក្រាមបើស្រែនឹងមានទំហំ3340 ម៉ែត្រការ៉េអញ្ចឹងវាផ្ដល់ផល835 គីឡូក្រាមបាទអញ្ចឹងយើងឆ្លើយប្រាប់គេមកដូចនេះស្រែនោះផ្ដល់ផលស្រូវបានទម្ងន់835 គីឡូក្រាមបាទអញ្ចឹងយើងចាប់ចំណោទទី3មួយទៀតណាបាទឥឡូវយើងចូលដល់ចំណោទទី4បាទអញ្ចឹងចំណោទទី4នេះគេឲ្យយើងគណនា x ណាគណនា x នេះគឺរកប្រវែង x នេះគឺកូនមើលដូចចំណោទទី2ដែរបាទ x នេះគឺមានន័យថាជាកម្ពស់ណាគឺលោកបើកវងចោលោកដាក់ថា x ចេះមកបាទអញ្ចឹងគេប្រាប់ឲ្យបាតវា9 ទីកាឡាវា32.5 ម៉ែត្រការ៉េហើយបាតតូច4ម៉ែត្រនេះគេសួររកប្រវែងកម្ពស់នេះបាទអញ្ចឹងមានន័យថា x នេះគឺជាកម្ពស់ x កន្លែងនេះបាទលោកតាំងដល់យើងគូបើកវងចោដាក់ a អញ្ចឹងមកកូនដឹងថា x ហ្នឹងគឺជាកម្ពស់នេះបាទអញ្ចឹងចំណោទទី2ហ្នឹងកូនធ្វើមិនរកកម្ពស់អញ្ចឹងកូនអាចធ្វើបានហើយចំណោទនេះទោះបីលោកគ្រូមិនបាច់បញ្យល់ក៏កូនធ្វើបានដែរដោយសារគំរូដូចលំហាត់ទី2អញ្ចឹងបាទអញ្ចឹងយើងសេរូបមន្តតៃកាឡាគឺបាតបូកបាតធំបូកបាតតូចគុណកម្ពស់អញ្ចឹងកម្ពស់កន្លែងនេះដោយសារគេដាក់ x អញ្ចឹងលោកគ្រូដាក់កន្លែងនេះ x បាទគេចែក2អញ្ចឹងនាំ x ស្មើតៃកាឡាគុណ2ចែកឲ្យផលបូកបាតទាំងពីរនេះមានន័យថាបាតធំបូកបាតតូចអញ្ចឹងជំនួសលេខចូលមកបាទតៃកាឡាវានេះតៃកាឡាវាកូនចំណាំឲ្យតែគេដាក់ a ហើយគេប្រាប់ជាការ៉េណាបាទនឹងតៃកាឡាហើយទំហំបោះស្រែឬក៏បោះដីហ្នឹងហើយបាទអញ្ចឹងយើងយកតៃកាឡាគុណ2មកហើយចែកឲ្យផលបូកបានទាំងពីរអញ្ចឹង32.5 គុណ2ស្មើ65ណា65 9 បូក 4 13បាទ65ម៉ែត្រ65ម៉ែត្រការ៉េអញ្ចឹងចែកឲ្យ13ម៉ែត្រអញ្ចឹងស្មើ5ម៉ែត្រណាអញ្ចឹងបើកម្ពស់របស់ចតុកោណភ្នែកហ្នឹងគឺស្មើនឹង5ម៉ែត្របាទលំហាត់ខលំហាត់ទី4ខបាទគឺឲ្យរកប្រវែង x ដែរប៉ុន្តែ x កន្លែងនេះគឺខាងលើនេះអាលើហ្នឹងគឺជាអីគាត់បាទជ្រុងដែលខ្លីនេះគឺជាបាតតូចបាទអញ្ចឹងប្រវែងបាតតូចបាទអញ្ចឹងបាតតូចយើងតាំងដល់អក្សរ b ណាប៉ុន្តែកន្លែងលំហាត់នេះគេថា x ណាបាទអញ្ចឹងកម្ពស់របស់វាគេប្រាប់គឺ60ម៉ែត្របាតធំគឺ100ម៉ែត្របាទហើយគេប្រាប់តៃកាឡារបស់ចតុកោណភ្នែកហ្នឹងគឺ5400ម៉ែត្រការ៉េបាទអញ្ចឹងយើងរកបាតតូចអញ្ចឹងដើម្បីរកបាតតូចកូនធ្វើម៉េចបាទអញ្ចឹងរូបមន្តវាកូនសរសេរគេដែរណារូបមន្តទូទៅហ្នឹងហៅរូបមន្តទូទៅតៃកាឡាចុះដែលយើងចង់រកបាតតូចធ្វើម៉េចបាទអញ្ចឹងដើម្បីរកបាតតូចកូនត្រូវយកតៃកាឡាគុណ2បាទតៃកាឡាហ្នឹងយកទៅគុណ2ទៅបាទហើយចែកនឹងកម្ពស់តោះនេះកូនអញ្ចឹងដើម្បីរកបាតតូចកូនយកតៃកាឡាវាយកទៅគុណនឹង2ឃើញប៉ុន្មានកូនយកទៅចែកនឹងកម្ពស់បាទចែកកម្ពស់ឃើញប៉ុន្មានកូនយកទៅដកជាមួយប្រវែងបាតធំទៅអញ្ចឹងកូននឹងឃើញប្រវែងបាតតូចហើយបាទបញ្ជាក់ណាកូនបាតតូចប្រវែងវាត្រូវតែខ្លីជាងបាតធំបើកូនកណនាទៅឃើញវែងជាងបាតធំខុសហើយតោះហ្នឹងកូនបាទឧទាហរណ៍ថាកូនកណនាទៅស្រាប់តែឃើញនេះបាតតូចហ្នឹងស្រាប់តែឃើញ100ជាងណាធំជាង100នេះអញ្ចឹងមានលំហាត់កូនខុសបាទអញ្ចឹងកុំឲ្យខាតពេលតោះយើងជំនួសលេខចូលមកបាទអញ្ចឹងលោកតាំងដោយ b ហ្មងទៅដោយសារបាតតូចយើងរូបមន្តយើងតាំងដល់អក្សរ b យើងលោកតាំងដោយ b ហ្មងទៅយើងដោយសារកន្លែងនេះគេដាក់ x ទេអញ្ចឹងលោកដាក់ b អញ្ចឹងហ្មងទៅឲ្យកូនស្
ស្គាល់ថាហ្នឹងគឺជាបាតតូចបាទ x កន្លែងហ្នឹងគឺបាតតូចណាបាទអញ្ចឹងយើងយកផ្ទៃកាឡាវាយកទៅគុណនឹង2បន្ទាប់មកចែកជាមួយនឹងកម្ពស់ហើយដកជាមួយនឹងបាតធំគឺ100ណាកម្ពស់គឺ60បាទតោះនិយាយកូនកណនាមកអញ្ចឹងកូនយកផ្ទៃកាឡាហ្នឹងយកទៅគុណ2ឃើញបានយកមកចែកនឹង60អញ្ចឹងឥឡូវយើងគុណ2សិនមកយកផ្ទៃកាឡាគុណ2សិនមកអញ្ចឹងស្មើ10800ម៉ែត្រការ៉េណាភាគ60ដដែលហើយដកឲ្យវែងបាតធំបាទអញ្ចឹងអានេះយើងយក10800ចែក60ស្មើនឹង180ណា10880 10800ម៉ែត្រការ៉េនេះចែក60ស្មើ80ម៉ែត្រណាបាទស្មើ80ម៉ែត្រតបមកកូនយកទៅដកជាមួយនឹងប្រវែងបាតធំទៅបាទអញ្ចឹង180ដក100សល់80ម៉ែត្របាទអញ្ចឹងមានន័យថាប្រវែងបាតតូចរបស់ចតុកោណភ្នែកហ្នឹងគឺស្មើ80ម៉ែត្របាទអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងទេតកតងនឹងចតុកោណភ្នែកបាទចតុកោណភ្នែកនេះបាទអរគុណច្រើនបងប្អូនអរគ្នាដែលបានតាមដានការពន្យល់ការបង្ហាញរបស់លោកគ្រូហើយបើកូនមានចម្ងល់អីតកតងនឹងលំហាត់ណាតកតងនឹងផ្ទៃកាឡាហ្នឹងកូនអាចខមមិនសួរលោកគ្រូខាងក្រោមបានបាទលោកគ្រូនឹងរីករាយក្នុងការពន្យល់កូនជានិច្ចបាទអរគុណច្រើន